សាមគ្គីមហាគ្រួសារខ្មែរមហាគ្រួសារខ្មែរសូមតែកទេព្រឹត្តបុណ្យទឹកបុណ្យរនីគិតច្រើនឆ្នាំហើយធ្វើអង្គឋានមហាគ្រួសារខ្មែរក្នុងពុទ្ធសាសនាថ្ងៃ3សូត្រមន្តថ្ងៃ4ខួនជាត្រាក្នុងខែវិច្ឆិកានំបុណ្យជាថ្លាទៅវត្តខ្មែរកឋិនសាមគ្គី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 មហាគ្រួសារខ្មែរមហាគ្រួសារខ្មែរពុកអញ្ជើញវត្តមានជាពុទ្ធសង្ឃសនិកថ្នាលស្រែបុណ្យសុចចរិតអានិសង្ឃពិតឧត្តមគង់គូសូមដាច់កទេព្រឹត្តបុណ្យដឹកបុណ្យរនីគិតច្រើនឆ្នាំហើយធ្វើអង្គឋិនមហាគ្រួសារខ្មែរក្នុងពុទ្ធសាសនាថ្ងៃ3សាមគ្គីកើតជាមនុស្សអាយុ100ឆ្នាំសាច់ឈាមនៅចាំល្អគ្មានខ្វាំងខ្វងសង្ឃទីពីសងវណ្ណតាពណ៌ខ្លួននេះណាលឺថ្លាអភរផងកើតជាមនុស្សលោកសម្បត្តិស្ដុកស្ដំសម្បុរខ្លួនសំល្អស្រងសោភីចំណែកទី3សងសន្តានាត្រង់ទ្រាយអង្គចាស្អាតដូចចន្ទ្រារៀងរឹងសំសួនគ្មានធាត់គ្មានហៀនិងហើយគឺជាផលបុណ្យជាក់ច្បាំងទី4នោះគឺចក្រវត្តតរិញជាសម្បត្តិហូហៀកើតជាស្ដេចច័ន្ទមានយួងមានទ្រព្យគូគប់ល្អល្អប្រសើរក្រៃក្រាំង